សិទ្ធិបុគ្គលក៏ថាបានទី2ទៀតមានន័យថាកម្រិតនយោបាយឬក៏សិលវិធីនយោបាយរបស់លោកសំរងស៊ីទៀបណាស់มันអាចប្រៀបធៀបជាមួយនឹងសម្ដេចតេជោហ៊ុនសែនបានទេខុសគ្នាឆ្ងាយណាស់ខ្ញុំមើលឃើញថាខុសគ្នាឆ្ងាយណាស់គឺគណៈបកប្រឆាំងនឹងគាត់មើលឃើញចេះគាត់មើលឃើញថាការសង្ឃឹមរបស់គាត់នឹងវាហួសព្រំដែនពីព្រោះការធ្វើវិសោធនកម្មពី2ភាគ3មក50+1វាខុសគ្នាច្រើនណាស់2ភាគ3សម្លេងអនុម័តចាប់ពី82ឡើងទៅបាទមក50+1តែ63គឺធ្វើរដ្ឋាភិបាលបានហើយ63សម្លេងអញ្ចឹងគណៈបកសំរងស៊ីគេថាស្រួលមួយយ៉ាងដែរពី2ភាគ3មក50+1អញ្ចឹងការធ្វើវិសោធនកម្ម24 + 73គឺបានណាទី1រុញកណៃកំពះឲ្យឃ្លាតចេញពីអំណាចទី2ទៀតខ្លួនសង្ឃឹមថាអានឹងវាជាមធ្យោបាយផ្លូវមួយដែលល្អថាគេសង្ឃឹមថាគណៈបកគេអាចទៅដល់នោះអញ្ចឹងទៅដល់នោះអាចរៀបចំរដ្ឋាភិបាលបានហើយបាទយល់ច្រឡំហើយយល់ច្រឡំបាទដោយលោកកឹមសុខាអញ្ចឹង2008លោកចូលរួមបោះឆ្នោតលោកសង្ឃឹមពី58ទៅ63កៅអីគ្រប់គ្រងលោកដោយសារអីដោយសារលោកពេលដែលលោកចុះទៅឃោសនាឃើញប្រជាពលរដ្ឋមកស្ដាប់លោកគិតថាប្រជាពលរដ្ឋដែលមកស្ដាប់នឹងសិទ្ធិគ្រប់គ្រងទាំងអស់ហើយវាយតម្លៃសភាពការខុសខ្ញុំបានសម្ភាសជាមួយអាដាមកែវរឿមីនៅពេលដែលលោកចេញពីអនុប្រធានគណៈបក្សសិទ្ធិមនុស្សមកចូលរួមគណៈបកប្រជាជនខ្ញុំសួរតាមត្រង់ខ្ញុំថាអាដាមមានសង្ឃឹមនៅពេលដែលចុះជួបជាមួយប្រជាពលរដ្ឋពេលដែលអាដាមនៅបក្សសិទ្ធិមនុស្សប្រជាពលរដ្ឋច្រើនគាត់ថាគាត់សង្ឃឹមណាគាត់សង្ឃឹមហ្មងគាត់យកអាតួលេខហ្នឹងមកបូកចេញជាកៅអីហ្នឹង63កៅអីគណៈបកគាត់ប៉ុន្តែលទ្ធផល3បាទ3អញ្ចឹងកុំគិតស្មានថាប្រជាពលរដ្ឋដែលទៅអង្គុយស្ដាប់អស់លោកនឹងសុទ្ធសឹងជាអ្នកគ្រប់គ្រងលោកមែនទេបាទមែនទេអញ្ចឹងខ្ញុំមើលឃើញថាមហិច្ឆតាអំណាចរបស់មេបកប្រឆាំងទាំងពីរបកនឹងខ្ពស់ណាស់វាយតម្លៃសភាពការដូចជាស្រួលហួសហេតុពេកដោយឡែកគណៈបកប្រជាជនកម្ពុជាណាបើតាមខ្ញុំដឹងសម្ដេចតេជោលោកវាយត្រឹម82ទេលោកសោយសភាពពី73គឺលោកឲ្យបាន82ទេគឺលោកវាយនៅក្នុងស្ថានភាពមួយតឹងលោកមិនគិតថាវិញ្ញោបានស្រួលពេកទេប៉ុន្តែការប៉ាន់ស្មានរបស់លោកវាឡើងទៅដល់90ឡើងទៅដល់90ហើយលោកគិតអញ្ចេះតួលេខលោកគិតថាបើសិនជាលោកខ្លាំងលោកមិនមែនបានប៉ុណ្្នឹងទេណាខ្ញុំគិតតែត្រឹមពីលទ្ធផលនៃ2008ទេ2008បើគណៈបកប្រជាជនកម្ពុជា73ឡើងមក90វាជាង10កៅអីឯណោះបាទឡើងហើយបើដូចគណៈបកសំរងស៊ី24មក26មានន័យថាលោកបានតែ2កៅអីទេណាក្នុងមួយអាណត្តិណាចឹងមកប្រៀបធៀបមកគណៈបកប្រជាជនខ្ញុំឲ្យបូកទាំង4បកហ្នឹងមិនបានពាក់កដាលនៃចំនួនកើនកៅអីរបស់គណៈបកប្រជាជនទេអញ្ចឹងសូមកុំសង្ឃឹមនឹងវាហួសហេតុពេកកុំសង្ឃឹមហួសហេតុពេកឥឡូវហ្នឹងលោកកឹមសុខាគាត់សង្ឃឹមទៅដល់ប្រជាជនគ្រប់គ្រងគាត់3លានអ្នកឯណោះគាត់យកទូលេខមកបូកអានឹងកំណត់ចៅចាក់ស្មុកហើយបើរបៀបនេះគ្រោះថ្នាក់ណាស់នយោបាយការប៉ាន់ស្មានវាហួសហេតុពេកគេមិនឲ្យមើលឃើញអាដែលទូលាយពេកទេនៅក្នុងផ្លូវនយោបាយនោះហើយខ្ញុំមើលឃើញមួយទៀតសូមឲ្យប្រជាពលរដ្ឋពិចារណាទៅគណៈបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខានេះសួរតើមានធនធានមនុស្សមកពីណាក្នុងការដឹកនាំបើសិនជាជាប់ហើយអ្នកដែលនៅក្នុងក្បាលម៉ាស៊ីនដឹកនាំគណៈបក្សសិទ្ធិមនុស្សរាល់ថ្ងៃសុទ្ធតែជាមនុស្សបរាជ័យនយោបាយទាំងអស់បាទខ្ញុំមិនបាច់លើកឈ្មោះទេសូម្បីតែដំកឹមសុខាមួយនឹងក៏គាត់យល់ខ្លួនគាត់ថាមនុស្សគាត់ជាមនុស្សយ៉ាងម៉េចមកចេញនៅគណៈបកលោកតាសឿនសានលីគណៈបកលោកតាសឿនសានហើយឥឡូវមកបង្កើតគណៈបកហើយបើគាត់ខ្លាំងថាឥឡូវដូចគាត់អះអាងថាគាត់ជាមនុស្សបកកែដូចសពថ្ងៃនេះមិនក៏មិនចាំបាច់ទៅឲ្យលីគណៈបកលោកតាសឿនសានទៅអីមិនធ្វើឲ្យលោកគណៈបកលោកតាសឿនសានឈ្នះតាំងពីអាណត្តិទី1មកទៅហើយលោកដឹកនាំទៅណាអញ្ចឹងមានន័យថាលោកគឺជាមនុស្សបរាជ័យនយោបាយមកពូនផ្ដុំគ្នាបង្កើតគណៈបកតាំងខ្លួនធ្វើជាអ្នកគ្រាន់ដើរបាទនឹងខ្ញុំនិយាយនឹងវាជាការពិតសូមឲ្យជនរួមជាតិពិចារណាមើលទៅតើខ្ញុំនិយាយនឹងខុសឬត្រូវបាទខ្ញុំសូមអធិស្ឋាននៅពេលវេលាដល់ទីបញ្ចប់ជាមួយនឹងលោកសោយសុភាពសូមថ្លែងអំណរគុណដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសបាទហើយយើងសង្ឃឹមថានឹងសប្តាហ៍ក្រោយនឹងមានព័ត៌មានប្លែកដើម្បីធ្វើអត្ថាធិប្បាយជូនសូមសេចក្តីសុខកើតមានដល់ជនរួមជាតិគ្រប់ក្រុមគ្រួសារសូមគោរពលាបាទ